មកហាគ្រោះរំជួយដីដែលបានសម្លាប់មនុស្សច្រើនជាងគេបំផុតចំនួន5នៅក្នុងប្រវត្តិសាស្ត្ររំជួយដីគឺជាគ្រោះធម្មជាតិដែលបានកើតឡើងនៅលើផ្ទៃផែនដីបង្កមនសិកម្មដល់ជីវិតនិងអាចផ្លាស់ប្ដូរសន្តានភូមិសាស្ត្រដីបាតុភូតនេះកើតឡើងនៅពេលដែលសម្បកផែនដីបញ្ចេញកម្មោនជាពិសេសពេលដែលផ្ទៃផ្លាក់តូនិកនៃទ្វីបធ្វើចលនាផ្ដាច់ចេញពីគ្នាដែលបង្កឲ្យមានរលករំជួយនិងការអង្រួនផ្ទៃដីនៅក្នុងការវាស់កម្រិតរំជួយមេហ្គានីទូតគឺជាខ្នាតទំហំរំជួយដីដែលយើងជាទូទៅតែងប្រើដោយសម្គាល់នឹងពាក្យ Richter ជាធម្មតាតាមការសង្កេតរបស់អ្នកវិទ្យាសាស្ត្រកម្រិតរំជួយដីនៅក្នុងទំហំ 5.3 Richter គឺមានលក្ខណៈមិនខ្លាំងពេកនិងមិនខ្សោយពេកប៉ុន្តែរំជួយដីដែលមានទំហំចាប់ពី 6.3 Richter ឡើងគឺមានលក្ខណៈធ្ងន់ធ្ងរបំផុតដោយផ្អែកទៅតាមតម្លៃនៃរង្វាស់នៅក្នុងវីដេអូនេះសូមលើកយកនៅគ្រោះរំជួយដីដែលបានផ្ដាច់ជីវិតមនុស្សច្រើនជាងគេបំផុតចំនួន5នៅក្នុងប្រវត្តិសាស្ត្រចង់ដឹងថាតើក្នុងចំណោមគ្រោះរំជួយដីខ្លាំងៗបំផុតចំនួន5នោះមានគ្រោះរំជួយដីណាខ្លះហើយបានសម្លាប់មនុស្សច្រើនប៉ុណ្ណាទៅដើម្បីឲ្យជាកាន់តែច្បាស់សូមអញ្ជើញប្រិយមិត្តទៅតាមដានទស្សនាទាំងអស់គ្នាចំណាត់ថ្នាក់ទី1គ្រោះរំជួយដីវ៉ាឌីវៀគ្រោះរំជួយដីវ៉ាឌីវៀឬមានឈ្មោះម្យ៉ាងទៀតថា The Great Chilean គឺជាគ្រោះរំជួយដីដែលធំបំផុតមិនធ្លាប់មានដែលបានកើតឡើងនៅថ្ងៃទី22ខែឧសភាឆ្នាំ1960រំជួយដីនេះបានកើតឡើងនៅក្នុងកម្រិត 9.5 Richter ដែលបណ្ដោយឆ្នេរនៃប្រទេសឈីលីក្បែរតំបន់វ៉ាឌីវៀនិងប៉ូតឺម៉ុននៅក្នុងព្រឹត្តិការណ៍នេះបានបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន 1655 នាក់និងរបួសចំនួន 3000 នាក់មិនត្រឹមតែប៉ុណ្ណោះកម្លាំងរបស់រំជួយដីនេះបានបំផ្លាញផ្ទះប្រជាពលរដ្ឋដែលបង្កឲ្យមានមនុស្សប្រមាណជាង 2 លាននាក់បានបាត់បង់ទីលំនៅដោយគិតជាទឹកប្រាក់ប្រមាណជាង$550 លាននាសម័យនោះចំណាត់ថ្នាក់ទី2គ្រោះរំជួយដី The Great Alaska គ្រោះរំជួយដី The Great Alaska ដែលត្រូវបានគេដាក់ឈ្មោះមួយទៀតថា The Good Friday ដែលបានកើតឡើងនៅថ្ងៃទី28ខែមីនាឆ្នាំ1964រំជួយដីនេះបានកើតឡើងនៅក្នុងកម្រិត 9.2 Richter នៅប៉ែកខាងត្បូងរដ្ឋ Alaska របស់សហរដ្ឋអាមេរិកនៅក្នុងហេតុការណ៍រំជួយដីនេះបានបង្កឲ្យមានរលកយក្សស៊ូណាមីដែលបានផ្ដាច់ជីវិតមនុស្សចំនួន131នាក់និងបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិដែលគិតជាទឹកប្រាក់ចំនួន $2000 លានផងដែរ